Tottenham Hotspur 14ប្រកួតចុងក្រោយលេងមិនដាច់ឈ្នះសូម្បីតែមួយប្រកួតស្មើនឹងចាញ់ស្មើតិចជាងចាញ់ទេចាញ់ច្រើនមែនទែនហើយនិយាយពីថាកីឡាករសិតតែជំរឿជាតិទាំងអស់កីឡាករជំរឿជាតិសឹងតែមួយក្រុមតែម្ដងក្លឹបធ្លាក់ជើងដល់ថ្នាក់ហ្នឹងតែខ្ញុំចាំSpurs មានកីឡាករល្បោច្រើនប៉ុន្តែកីឡាករដែលបំរុងហ្នឹងក៏ខ្លាំងដែរបងប្អូនហើយទិញចូលក៏ច្រើនទៀត Conor Gallagher Xavi Simons ចៅផាលីញ៉ាទិញពីបាយ័នសិតតែកីឡាករជំរឿជាតិទាំងអស់ហើយនិយាយពីថាខ្សែការពារវិញបងប្អូនខ្សែការពារវិញមាន Mickey van der Ven Christian Romero សិតតែជំរឿជាតិ Pedro Porro ហ្នឹងក៏ជំរឿជាតិអេស្ប៉ាញUdogie ហ្នឹងសិតតែជំរឿជាតិអ៊ីតាលីទៀត Damso អូទ្រីសអូមានច្រើនមែនតើហើយវាខ្សែបម្រើវិញមាន Xavi Simons Conor Gallagher Kulusevski Metasai ហ្នឹង Madison Palhinha Bissouma សិតតែកីឡាករមិនគួរថាលេងនឹងចាញ់គេបងប្អូនហើយវិស័យប្រយុទ្ធវិញមិននិយាយបងប្អូន Dominic Solanke ក៏ជំរឿជាតិអង់គ្លេស Richarlison ជំរឿជាតិប្រេស៊ីល Kolo Muani Matthijs Tel ទៅមិនទិញពីបាយ័នទៀត Mohamed Kudus ជំរឿជាតិហ្គាណាអូនិយាយថាកីឡាករលច្រើនមិនចឹងខ្ញុំអាណិត Spurs ដែរតែធ្វើមិនទៅលេងអត់ឈ្នះគេសោះខ្ញុំចង់ស្អីថាលើការនេះធ្លាក់ទៅក្ដុកទៅ Championship បងប្អូនយល់យ៉ាងណាដែរចង់ឲ្យ Spurs នៅលេងលីកពូដដែលឬមួយចង់ឲ្យឃើញ Spurs លេងនៅលីក Championship ខមមិនទាំងអស់គ្នាហើយបើបងប្អូនមានយោបល់មានអីយ៉ាងណាអាចខមមិនបានខ្ញុំរងចាំអានខមមិនទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូក្រោយ